យុទ្ធសាស្ត្រគួយភ្ញាក់ផ្អើលលោក Zelensky ទៅលេងស៊ីរីទាំងដឹងថារុស្ស៊ីមានមូលដ្ឋានទ័ពនៅទីនោះមើលទៅពិតជាមិនអន់ទេអ៊ុយក្រែនទោះកំពុងជាប់ដៃប្រយុទ្ធតានតឹងជាមួយមហាអំណាចរុស្ស៊ីក៏ដោយក៏នៅឆ្លៀតមានពេលមកលេងប្រទេសសេរីដែលជាទីតាំងត្រូវបានគេដឹងថាមានមូលដ្ឋានទ័ពរុស្ស៊ីផ្ទាល់នៅទីនោះទៀតតើលោក Zelensky កំពុងលេងអុកយុទ្ធសាស្ត្រអ្វីឲ្យប្រកបកាលពីថ្ងៃអាទិត្យកន្លងទៅអ៊ុយក្រែននិងស៊ីរីបានប្រកាសពីសម្ព័ន្ធភាពយោធាដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅទីក្រុងដាម៉ាស់នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Zelensky ចាប់តាំងពីជនផ្ដាច់ការលោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីអំណាចក្នុងឆ្នាំ2024គោលដៅរបស់អ៊ុយក្រែនគឺចង់ផ្លាស់ប្ដូរជំនាញផ្នែក drone របស់ខ្លួនជាមួយនឹងមីស៊ីលការពារដែនអាកាសរបស់ស៊ីរីស្របពេលដែលអ៊ុយក្រែនកំពុងពង្រីកឥទ្ធិពលសន្តិសុខនៅមជ្ឈិមបូព៌ាដើម្បីទប់ទល់នឹងរុស្ស៊ីនិងសង្គ្រាមនៅអ៊ីរ៉ង់លោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែនជាប្រទេសដំបូងគេដែលគ្រប់គ្រងស៊ីរីថ្មីហើយត្រៀមខ្លួនជួយសេដ្ឋកិច្ចប្រទេសនេះឲ្យរស់ឡើងវិញប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺស៊ីរីមិនមានប្រព័ន្ធការពារដែនអាកាសទំនើបណាមួយដែលអ៊ុយក្រែនចង់បាននោះទេអ្វីដែលស៊ីរីមានគឺមូលដ្ឋានយោធារបស់រុស្ស៊ីដែលកំពុងសកម្មតែម្ដងទោះបីជាមេដឹកនាំថ្មីរបស់ស៊ីរីកំពុងកសាងចំណងការទូតជាមួយលោកខាងលិចក្តីតែលោកនៅមិនទាន់ហ៊ានដេញរុស្ស៊ីចេញពីប្រទេសនៅឡើយទេរុស្ស៊ីមានមូលដ្ឋានធំៗពីរនៅស៊ីរីគឺក្មេមីមនិងតាទូសដែលជាច្រកផ្លូវដង្ហើមដ៏សំខាន់បំផុតរបស់រុស្ស៊ីក្នុងការចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកមូលដ្ឋានទ័ពអាកាសក្មេមីមជាកន្លែងយន្តហោះរុស្ស៊ីចាក់សាំងនិងចេញប្រតិបត្តិការរីឯមូលដ្ឋានទ័ពជើងទឹកថាទូសធ្លាប់ជាកន្លែងលាក់នាវាមួយទឹកនុយក្លេអ៊ែរទៀតផងកាលពីឆ្នាំមុនសេរីធ្លាប់ស្នើសុំធ្វើបដិសេធបានលោក Bashar al-Assad ជាណូនឹងការឲ្យរុស្ស៊ីបន្តឈរជើងតែរុស្ស៊ីបានបដិសេធអាវុធទាំងអស់នៅក្នុងប្រទេសស៊ីរីជារបស់រុស្ស៊ីនេះជាសម្ដីរបស់មេដឹកនាំស៊ីរីដែលបង្ហាញថាពួកគេនៅតែត្រូវការរុស្ស៊ីនៅឡើយការដែលអ៊ុយក្រែនឈានជើងចូលទឹកដីស៊ីរីនៅពេលនេះគឺជារឿងមួយដែលរុស្ស៊ីប្រកាសជាមិនសប្បាយចិត្តឡើយប្រិមិត្តយល់យ៉ាងណាដែរចំពោះការដើរអុកមួយក្តារនេះរបស់លោក Zelensky សូមបញ្ចេញមតិយោបល់ខាងក្រោមកុំភ្លេច like និង share វីដេអូនេះផងណាពី884ទៅ